អ្នកគ្រូតើការ live សំខាន់អត់ការ live គឺសំខាន់ខ្លាំងណាស់ឥឡូវខ្ញុំប្រាប់អ្នកទាំងអស់គ្នាចេះនៅពេលជំនាន់មុននៅពេលដែលអ្នកទាំងអស់គ្នាចង់ទិញផលិតផលអ្វីមួយសួរថាអ្នកទាំងអស់គ្នាឃើញភ្លាមទិញបានភ្លាមអត់បានទេអ្នកទាំងអស់គ្នានៅពេលដែលយើងមើលរឿងចាមិនថារឿងភាគឬមួយក៏រឿងដុំទេពីជំនាន់មុនណាការផ្សព្វផ្សាយគឺឲ្យអ្នកទាំងអស់គ្នាគ្រាន់តែឃើញទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញផលិតផលមួយនឹងនៅក្នុងទូរទស្សន៍សួរថាអ្នកទាំងអស់គ្នាទិញបានភ្លាមអត់គឺអត់ទេអ្នកទាំងអស់គ្នាចាំ3ថ្ងៃឬមួយក៏5ថ្ងៃនៅពេលដែលអ្នកទាំងអស់គ្នាទៅផ្សារឬមួយក៏ទៅផ្សារទំនើបទើបអ្នកទាំងអស់គ្នាអាចទិញផលិតផលនោះបានតែសម្រាប់ការ live វិញអ្នកទាំងអស់គ្នាឃើញផលិតផលភ្លាមអ្នកទាំងអស់គ្នាអាចដាក់លេខទូរស័ព្ទទីតាំងស្អែកឡើងឬមួយក៏ថ្ងៃឡើងគេនឹងធ្វើការដឹកជញ្ជូនទៅអ្នកទាំងអស់គ្នាតែសម្រាប់ហាងវិញយើងហៅថាអ្នកលក់គឺគាត់លក់ផលិតផលឲ្យអតិថិជនបានតែម្នាក់នោះទេអ្នកទាំងអស់គ្នាអាចឲ្យសែនអ្នកទាំងអស់គ្នាហ្នឹងនិយាយម្នាក់ទៅកាន់2នាក់បានអត់ទៅកាន់អតិថិជន2នាក់បានអត់គឺអត់បានទេប៉ុន្តែក្នុងការ live អ្នកទាំងអស់គ្នាម្នាក់ឯងធ្វើការលក់អាចនិយាយទៅកាន់អតិថិជន5នាក់10នាក់ឬ100នាក់បើនិយាយទៅនៅក្នុងប្រទេសចិនណាឥឡូវគេធ្វើការ live អ្នកដែលផ្ទុះអ្នកទាំងអស់គ្នាដឹងថាមានអ្នកមើលរហូតទៅដល់ប្រហែលអ្នកអ្នកទាំងអស់គ្នាសាក់ទីមើលមានអ្នកមើលរហូតទៅដល់1លានអ្នកទាំងអស់គ្នាសួរថាហាងមួយណាដែលអាចផ្ទុកមនុស្សរហូតដល់ទៅ1លានអ្នកក្នុងពេលតែមួយហើយសួរថា1លានអ្នកហ្នឹងបើសិនជាមានត្រឹមតែ1%ទិញផលិតផលអ្នកទាំងអស់គ្នាសួរថាចំណូលអ្នកទាំងអស់គ្នានេះកើនឡើងប៉ុណ្ណាអញ្ចឹងបានខ្ញុំប្រាប់ថាការ live គឺសំខាន់ណាស់អ្នកទាំងអស់គ្នាត្រូវតែចូលរួមអ្នកទាំងអស់គ្នាត្រូវតែចាប់ផ្ដើមក្នុងការ live ពីឥឡូវនេះទៅទោះផលិតផលអ្នកទាំងអស់គ្នាល្អប៉ុណ្ណាក៏ដោយបើសិនជាអត់មានអតិថិជនឃើញសួរថាគេទិញផលិតផលអ្នកទាំងអស់គ្នាតាមរយៈណាឥឡូវនេះចាប់ផ្ដើមធ្វើការ live ពីពេលឥឡូវនេះតទៅខ្ញុំស្វាគមន៍អ្នកទាំងអស់គ្នាមករៀនពីការធ្វើ personal branding ពីការធ្វើវីដេអូនិងការ live ជាមួយខ្ញុំទាំងអស់គ្នា